សញ្ញាបងសម្លាញ់របស់យើងគាត់ពិតជាស្រឡាញ់បងប្អូនសញ្ញាយើងគូគាត់ស្គាល់ថាមនុស្សប្រុសគាត់មានចិត្តស្រឡាញ់យើងអូខេចំណុចទី1ពេលដែលគាត់ចែករំលែកភាពទន់ជ្រាយរបស់គាត់មកកាន់រូបយើងក្នុងតំណែងជាទូទៅវាមានលក្ខណៈពីរទី1គឺគាត់សំដែងទី2គឺគាត់ស្មោះត្រង់ right ហើយបាទទី1ហ្នឹងគាត់សំដែងហ្នឹងគាត់មិនអីទេតែគាត់អីហ្នឹងគាត់អត់ដែរចែករំលែកភាពដូចថាអាម៉ាស់របស់គាត់ភាពភ័យខ្លាចរបស់គាត់គាត់ដឹងថាអួតពីរឿងគាត់ប៉ាកែគាត់អីអស់ហ្នឹងភាគច្រើនគាត់គាត់និយាយយើងតាក់ទាញអាហ្នឹងវាមិនខុសឆ្គងតែចង់និយាយថាសញ្ញាដែលមនុស្សប្រុសពិតជាស្រឡាញ់យើងគាត់បង្ហាញភាពទន់ជ្រាយរបស់គាត់មកកាន់រូបយើងនឹងជាសញ្ញាល្អព្រោះគាត់ស្មោះត្រង់នឹងយើងហើយបើយើងយកពេលនឹងរៀនយល់ពីគាត់ understand គាត់ជាងបន្ទោបង្អាប់គាត់ពីគាត់ចែករំលែកភាពទន់ជ្រាយរបស់គាត់មកកាន់រូបយើងហើយយើងយកចិត្តទុកដាក់ស្ដាប់និយាយជាមួយភាពស្និទ្ធស្នាលយើងគាត់វាស៊ីជម្រៅការខ្លាំងចេះខ្ញុំនិយាយមែនណាចាតែបើគាត់និយាយភាពតានតឹងឬគាត់អ្នកណាក៏មានចំណុចខ្សោយទាំងយើងទាំងគេមិនអញ្ចឹងតែយើងចែករំលែកទៅអ្នកណាដែលយើងទុកចិត្តបានទេដែលយើងស្រឡាញ់ជាមួយដល់អញ្ចឹងបើសិនជាគាត់ហ៊ានចែករំលែកកាន់យើងបានន័យថាគាត់ទុកចិត្តយើងអញ្ចឹងយើងអាចបង្ហាញក្តីស្រឡាញ់ទៅកាន់គាត់វិញដោយយើងអត់បន្ទោសបង្អាប់យើងយកពេលហ្នឹងរៀនយល់ understand ស្ដាប់គាត់ជាមួយជាងនារីខ្លះគាត់និយាយជាងឲ្យទូមានជាមួយគុំឲ្យសោះចេះស្ដាប់រៀនយល់គាត់ជាមួយyou know យើងដឹងថាទូនទីយើងគឺជឿជាក់លើគាត់ចំណុចហ្នឹងវាធ្វើឲ្យគាត់ហ្នឹងចង់ចែករំលែកយើងទៀតជាងបន្ទោសបង្អាប់ឬក៏ឲ្យការទូមានទៅកាន់គាត់បងប្អូននិយាយចាចឹងគាត់សម្គាល់ចំណុចនេះគឺសញ្ញាដែលមនុស្សប្រុសគាត់ពិតជាមានចិត្តលើរូបយើងជួនកាលយើងមើលដឹងយើងមើលរំលងកន្លែងហ្នឹងហើយយើងធ្វើបែរជាយើងបន្ទោសបង្អាប់គាត់បើងាយប្រុសទុំជ្រាយជាមួយកើតជាមួយទាំងធិបគាត់ចង់ឃើញយើងដូចថាមនុស្សស្រីមួយដែលគាត់អាចចែករំលែកបានទៅតែអនាគតបានអាចស្ដាប់គាត់អាចឮគាត់ជាមួយពិបាករកអ្នកយល់ចិត្តអ្នកជឿជាក់លើគាត់ណាបើយើងអាចធ្វើឲ្យគាត់you know យល់ថាយើងតែងតែ support គ្រប់គ្រងគាត់ជានិច្ចជាដៃគូមួយតែងតែជ្រើសរើសគាត់ការពារគាត់យើងបានបេះដូងគាត់ដូចគ្នាព្រោះគាត់បើកចិត្តនិយាយការលំបាកអំកាន់យើងហើយយើងមានពេលឱកាសនឹងយល់ understand គាត់ very good ចាខ្ញុំនិយាយមែនណានារីយើងជាច្រើនខ្វះកន្លែងហ្នឹងពេលដែលមនុស្សប្រុសនិយាយយើងអត់ដែរស្ដាប់ទេហើយយើងបដៅគាត់វិញជាមួយនឹងចំណុចខុសពេលដែលមនុស្សម្នាក់មានការលំបាកឆ្លាក់រយចំណុចបាតបើយើងអាចស្ដាប់គេឲ្យគេចែករំលែកយើងទំនាក់ទំនងយើងស៊ីជម្រៅមែនទែនភាពស្និទ្ធស្នាលបណ្ដោះចេញពីកន្លែងហ្នឹងទៅអូខេចានៅកាត់សម្គាល់នឹងចំណុចទី1គឺសញ្ញាមនុស្សប្រុសគាត់ពិតជាស្រឡាញ់បងប្អូនសញ្ញាទី2ដែលមនុស្សប្រុសគាត់ពិតជាស្រឡាញ់បងប្អូននោះគឺគាត់លះបង់ដើម្បីយើងមិនមែនធំដុំអីណាអាកតិកទូតាស្ដៅហ្នឹងដូចថាយើងទៅកម្មវិធីអីជាមួយគាត់ជាមួយហើយទៅយើងអត់ចង់នៅតយូរចឹងគាត់តាមចិត្តយើង let's go ជាមួយយល់តោះបើយើងចង់នៅទៅគាត់ទុកយើងទី1ជាមួយហ្នឹងគឺសញ្ញាមនុស្សប្រុសពិតជាស្រឡាញ់យើងគាត់លះបង់អាកតិកទូតាហ្នឹងនឹងជាសញ្ញាដែលគាត់ពិតជាជួយចិត្តទុកដាក់យើងជួនកាលយើងមើលរំលងមនុស្សស្រីយើងមើលអត់ដល់ចំណុចហ្នឹងឯងគាត់ធ្វើអីទូបាទប៉ុណ្្នឹងមានអីអស្ចារ្យបើយើងអត់ដឹងអាទូហ្នឹងកុំសង្ឃឹមអាធំបានសោះអាធំកើតឡើងនៅពេលណាទេយើងដឹងអាកតិកទូតាតែគាត់ឲ្យនឹងយើងចេះដឹងគុណថាអូ thank you you know ជាមួយយើងឃើញយើងយល់ពីគេដែលគេខំធ្វើឲ្យយើងតែទៅយើងរឹងមាំបានថែមទៀតនឹងសញ្ញាគាត់ពិតជាស្រឡាញ់យើងបងប្អូនឃើញទេចាហើយសញ្ញាទី3ដែលគាត់ពិតជាស្រឡាញ់យើងមើលរំលងនោះជួនកាលគាត់ដូចថាដឹងពីយើងហ្មងចូលចិត្តញ៉ាំអីជូរចត់ល្វីងផ្អែមល្ហែម name it គាត់ដឹងស្អីដែលយើងចូលចិត្តស្អីដែលមិនចូលចិត្តយើងខឹងយើងអន់ចិត្តអីក៏ដឹងហ្មងគាត់ដូចគាត់សង្កល់យើងដឹងថាយើងមិនស្រួលជាមួយតែយើងមិនបាននិយាយប្រាប់គាត់ដឹងដែរដូចមានដឹងពីយើងហ្មងពីព្រោះគាត់យកចិត្តទុកដាក់គាត់ pay attention នឹងយើង
យើងដើរយើងអង្គុយយើងមិនសប្បាយចិត្តគាត់ដឹងប្រុសពិតជាស្រឡាញ់យើងប្រុសអត់ស្រឡាញ់យើងវិញ don't care សំខាន់បងស្អាតយើងមិនសប្បាយចិត្តមិនគាត់អត់ដឹងឯងគាត់យកចិត្តដាក់អត់ដឹងឯង who care កុំខ្វល់ពីយើងទេតែប្រុសដែលពិតជាស្រឡាញ់យើងគាត់ដឹង they know គាត់ដឹងចានឹងជាសញ្ញាមនុស្សប្រុសពិតជាស្រឡាញ់បងប្អូនចានេះជា3សញ្ញាឲ្យបងប្អូនកាត់សង្កល់អូខេអញ្ចឹងបើឃើញ3សញ្ញានេះគាត់ពិតជាស្រឡាញ់យើងគាត់យកចិត្តដាក់យើងញ៉ាំអីចូលចិត្តអីជាមួយគាត់រៀនស្គាល់យើងប្រុសអត់ស្រឡាញ់យើងគាត់អត់ដឹងយើងចូលចិត្តអីយើងកុំខ្វល់យីនោះចាគាត់សង្កល់សុខសប្បាយដល់គ្នាបាយបាយ